ហើយចិត្តឯងកម្លាំងបាត់ទៅហើយជូលរឿងចិត្តឯងមិនថត់ថាទេហើយណាមួយឯងគួរតែថាក្នុងដៃយើងជាមិនខានបងជឿបងធ្វើនេះដើម្បីអូនមែនទេហាកុំអាននិយាយខ្ញុំមិនស្លាប់ទេបងកុំប្រុសខ្ញុំនៅមានកិច្ចការជាច្រើនមិនទាន់ធ្វើខ្ញុំមិនស្លាប់ទេបងមិនឲ្យអូនស្លាប់ទេយូយូពុកចង់លួចអានោះមិនមែនទេរបបបែបនេះកាលពី4ឆ្នាំមុនយើងលែងត្រូវការទៅហើយមិនមែនមានពេជ្រកែវកងទេដែលពុកចង់បានគឺស្រីនោះថាម៉េចមួយជីវិតនេះពុកស្អីក៏ធ្លាប់លួចដែរតែមិនដែលលួចប្រពន្ធគេសោះណែពុកជាទេវតាចាស់នៅលើโลกនេះមិនមែនជាចောက်បែបផ្កានៅលើโลกនេះទេកូនឯងក៏ជាមនុស្សក្នុងគ្រួសារសឹកខុងដែរកូនឯងគួរតែយល់ពីការអត់សង្ឃឹមនៃរឿងអត់របស់លួចហើយចាំពុកបំភ្លេចទៅពុកចាត់ការលឿនទេឆាប់តែភ្លាមទៅកុំឲ្យពុកធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់គ្រួសារសឹកខុងទេម្យ៉ាងទៀតបើចង់លួចក៏ត្រូវលួចឲ្យស្អាតជាងនេះដែរហើយអីយ៉ាចំជិបដាស់មែនមិនស្លាសុកមិនក៏ទៅជាភ្លៀងអញ្ចឹងណោះហើយកូនស្រីមួយជីវិតអត់សត្រូវគឺអបសុខជាងគេពាក្យនេះគេនិយាយមិនខុសទេហើយពុកជាចៅដៃឯកល្បីពេញពិភពគុណរបស់មានតម្លៃស្អីក៏ពុកធ្លាប់លួចដែរប៉ុន្តែលើនេះបែរជាគ្មានរបស់អីដែលធ្វើឲ្យពុកចាប់អារម្មណ៍និងធ្វើឲ្យពុកចង់លួចសោះកូនឯងថាទៅមើលអេពុកនេះចាំរូបនាងគង់ស្អីមទេឈប់រំលឹកភ្លាមទៅឲ្យតែនឹកដល់រឿងនឹងភ្លាមពុកនឹកក្តៅក្រហាយដល់ឈូលហឿងភ្លាមបើនឹកឃើញវាពុកចង់តែដល់វាម្ដាយឲ្យកពិតដូចនឹងប៉ាគោជន់ស្អីរត់នេះណាគេគ្រាន់តែនឹកដល់មកដល់ភ្លាមតែម្ដងលោកគ្រូសូមលោកគ្រូជួយដាក់ចំមកនាងកើតអីដែរនាងមានរបួសជីបចរនាងខ្សោយខ្លាំងណាស់ឈាមដាំមិនល្អហើយខ្សោយទៀតមើលទៅនាងរស់មិនដល់3ថ្ងៃទេមិនបានទេលោកគ្រូលោកត្រូវរំចាំអាចជួយនាងលោកចង់បានអ្វីក៏ខ្ញុំឲ្យដែរសុំអត់ទោសខ្ញុំអត់សមត្ថភាពទេមិនបានត្រូវតែព្យាបាលរឿងលោកនេះប្រកាសជាមានជួបបាយផ្សេងបើរកឃើញចាំងជាងចាយគាត់អាចជួយនាងបានណាចាំងជាងចាយត្រូវហើយផ្ទះគាត់នៅឯព្រៃឫស្សីឆ្ងាយពីនេះជាង200យោជន៍បើជិះសេះលឿនក៏ត្រូវចំណាយ3ថ្ងៃដែរប៉ុន្តែអ្នកនាងខាងនេះខ្ញុំខ្លាចតែ2ថ្ងៃគ្រប់គ្រាន់គាត់បាយរបស់អីហ្នឹងដូចជាជ្រូកចុះគេបីជ្រូកធ្វើអីណោះមិនមែនទេគាត់មិនមែនជាមនុស្សលួចជ្រូកទេគុំនិយាយច្រើនតាមទៅមើលទៅដឹងហើយលឿនមកទឹកផ្នែកបន្តបីរបស់ធ្ងន់ម្លឹងហើយនឹងអាចរត់បានលឿនយ៉ាងនេះទៀតមិនបាច់សម្រាប់ទៀតផងមិនដឹងជាគាត់ផឹកថ្នាំអីណោះអើយទោះជាវាជាគុណគេខ្លាំងប្រកែឬក៏គុណសម្រាប់ខ្លួនគេខ្លាំងប្រកែគាត់ត្រូវតែសម្រាប់បន្តិចដែរឬក៏ជូលហឹងមានជំងឺអីមែនទេគាត់ដឹងថាយើងតាមដានមានចេតនាកិច្ចយើងទេដឹងមិនមែនទេដឹងបើវាចង់ចំណាយកម្លាំងធាតុដល់ច្រើនយ៉ាងនេះមកលេងសាច់ជាមួយយើងលើកលែងតែវាលពលពុជដូចជាពុកគុំនិយាយច្រើនចាប់តាមទៅមើលទៀតមកទៅហេសុំទោសលោកក៏ពេទ្យទេចាំងជាងចាយមែនទេត្រូវហើយខ្ញុំសូមបង
ប្រតិចាសូមជួយនាងផងទោះលោកចង់បានអ្វីក៏ខ្ញុំព្រមដែរដាក់នាងចូលសិនទៅខ្ញុំសូមបងលោកជុលហឿងលេងសាច់ឆ្អែតហើយនៅជុលហឿងយងអូនយ៉ាងម៉េចណាយងគុណអីទៀតយងគឺពុកណាកុំបន្លាយពុកគុណណែចង់ធ្វើស្អីមិនបាច់ខ្លាចទេខ្ញុំកំពុងពិនិត្យមើលជីបចោឲ្យនាងលោកគឺម្រាមដៃមួយកំបិតស្លាប់គ្រូពេទ្យទេពចាំងជៀនចាយគឺខ្ញុំនឹងហើយកុំបារម្ភអីគុណមានគ្រូពេទ្យទេពនៅទីនេះយងប្រកាសចំណអីទេលើកនេះណាសូមអីតែទេវតាក៏ដោយក៏មិនអាចជួយសង្គ្រោះជីវិតនាងបានដែរហេតុអីពីព្រោះនាងបានតែសរសៃឈាមអស់ទៅហើយខ្ញុំក៏គ្មានលទ្ធភាពនឹងសង្គ្រោះនាងដែរមិនបានទេលោកគ្រូជួយរំចាំបាច់ជួយនាងផងនឹងជួយនាងផងខ្ញុំធ្វើតាមលទ្ធភាពចុះយងមិនក៏ឯងនេះជាមួយយងមិនគណៈទៅពីនៅនេះពេលនេះខ្ញុំសួរឡើងហេតុអីយងទៅជាអញ្ចឹងយល់ល្អប្រាប់តាមត្រង់មកបើមិនអញ្ចឹងទេរឿងលួចអីវ៉ាន់នៅក្នុងរាជវាំងនោះយើងនៅទូទៅបញ្ជាជាមួយគ្នាឥឡូវនេះយ៉ាងម៉េចខ្ញុំទៅមើលនឹងសិនជុលហឿងឯងចំណាយកម្លាំងធាតុច្រើនហួសហេតុឥឡូវនេះខ្លួនឯងក៏ជួយមិនរួចផងកុំរវល់ទៅដើរទៅដើរមកនោះឆ្លើយសំណួរយើងសិនមកខំមកពីខ្ញុំនាំទៅដល់ត្រឹមហេតុនឹងក្រុមឃាតករបាយនឹងរបួសគឺក្រុមឃាតករមួយក្រុមដែលហៅថាសំណាញ់មេឃនោះមិនលោកមានតំណែងជាមួយគេរឿងនេះនិយាយទៅវិញឆ្ងាយតែយងយ៉ាងម៉េចខ្ញុំទៅមើលនឹងសិនជុលហឿងវាមានតំណែងអីជាមួយយងគេមិនកាត់ពីជីវិតខ្លួនឯងហើយនាំយងមកព្យាបាលនៅទីនេះមើលទៅមិនត្រឹមតែជីវិតទេពេទ្យទេយងយ៉ាងម៉េចអីយ៉ាសុខភាពលោកមិនទាន់ជាសះស្បើយផងលោកនៅដើរធ្វើអីទៀតចំពោះខ្ញុំមិនអីទេសំខាន់ត្រូវជួយយងឲ្យបាននាងទៅរបួសដោយសារកម្លាំងដើរដល់មុនហើយសរសៃឈាមក៏ដាច់អស់ទៅហើយដែរធ្វើត្បិតតែពួកលោកជួនាងមិនទាន់ពេលក៏ដោយគ្រាន់តែសល់តែដង្ហើមតែប៉ុណ្ណោះតែចង់ជួយនាងរស់វិញនោះគឺមានសង្ឃឹមតិចណាស់សូមលោកជួយរួមជួយជួយនាងផងលោកត្រូវការថ្នាំនៅក្នុងរាជវាំងអីក៏ដោយត្រូវការជាតិសិនប៉ុនឆ្នាំក៏បានដែរកូនស្រីកុំធ្វើឲ្យលោកគ្រូពេទ្យទេពិបាកចិត្តអីបើសុំបីតែគាត់ក៏មិនអាចជួយជីវិតយងបានអញ្ចឹងមានតែមិនដោយតាមនឹងទៅតែក៏មិនមែនអត់មធ្យោបាយដែរមានមធ្យោបាយឆាំនិយាយភ្លាមមធ្យោបាយពិតជាមានមែនតើអ្នកទាំងអស់គ្នាធ្លាប់ឮទេគេនិយាយពីថ្នាំព្យាបាលរបួសដ៏ស័ក្តិសិទ្ធិបំផុតពិបាកនឹងរកមានឈ្មោះថាឡានធានអ៊ីស៊ឺទេអ្នកជំងឺឲ្យតែ